សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើមុខម្ហូបស្លប្រហើរត្រីអាំងហើយគ្រឿងផ្សំរបស់វាគឺមានផ្សិតចំបើងហើយត្រីអាំងយើងអាំងវារួចបេះចំណិតហើយបន្លែគឺយើងមានអណ្ដូងស្លឹកខ្ទីស្លឹកឆ្អមហើយនិងស្លឹកបាសហើយជាដំបូងយើងដាំទឹកឲ្យរាងពុះតិចហើយយើងដាក់ប៊ីចេងចូលមកបន្តិចជាមួយនឹងស្ករសមកបន្តិចហើយនឹងអំបិលមកបន្តិចនិងរ៉ូឌីមកបន្តិចបងប្អូនដាក់លីតាមបរិមាណដែលបងប្អូនគិតថាត្រូវមាត់បងប្អូនហើយទៅមកយើងដាក់ត្រីដែលយើងបានបេះហ្នឹងត្រីអាំងបញ្ជាក់ត្រីអាំងយើងទិញត្រីមកស្រស់តែយើងអាំងវាឲ្យក្រៀមហើយយើងបេះវារួចយើងទឹករៀងពុះតិចយើងដាក់ត្រីចូលហើយបន្ទាប់មកយើងដាក់ប្រហុកយើងដាក់យកប្រហុកដាក់ក្នុងចានហើយយើងដួសទឹកសម្លក្តៅហ្នឹងដាក់នៅក្នុងចានប្រហុកហ្នឹងដើម្បីជ្រុំវាឲ្យប្រហុកវារលាយនៅពេលដែលប្រហុកយើងបានជ្រុំវាបានរលាយចូលជាតិគ្នាអស់យើងចាក់វាចូលទៅក្នុងឆ្នាំងសម្លរបស់យើងទាំងអស់ហើយកូរវាឲ្យសព្វបន្ទាប់មកយើងដាក់ជាមួយនឹងសិតចំបើងដាក់ចូលទៅក្នុងឆ្នាំងនឹងទាំងអស់មានម្ទេសហើយជារងចាំវាមកទទុះនៅពេលដែលសម្លរបស់យើងវារៀងពុះយើងគិតថាល្មម90% ឆ្អិនយើងដាក់ជាមួយនឹងរនងផ្លែរនងដាក់ចូលទៅក្នុងឆ្នាំងទាំងអស់នៅពេលយើងដាក់រួចអស់យើងកូរវាតិចហើយរងចាំឲ្យវាទឹកពុះក្តៅមកល្មមថា90%ឆ្អិនយើងដាក់ជាមួយបន្លែរបស់យើងគឺមានស្លឹកឆ្អុំស្លឹកខ្ទីហើយនិងស្លឹកបាសដាក់ចូលទាំងអស់មុខម្ហូបមួយមុខនេះសម្រាប់បងប្អូនណាដែលគាត់អត់សូវចេះធ្វើម្ហូបអាចមកទស្សនានៃការធ្វើម្ហូបរបស់យើងខ្ញុំទាំងអស់គ្នាបាននៅពេលយើងដាក់ចូលស្លឹកខ្ទីស្លឹកបាសស្លឹកឆ្អមចូលយើងកូរវាតិចហើយយើងដាក់វាមកសន្ទុះដើម្បីឲ្យវាឆ្អិន100% ដើម្បីឲ្យបន្លែរបស់យើងវាឆ្អិនឥឡូវម្ហូបរបស់យើងគឺវាបានឆ្អិននឹង100%ហើយយើងចាប់ដើមបិទភ្លើងហើយដួសដាក់ចានមុខម្ហូបមួយមុខនេះគឺងាយស្រួលក្នុងការធ្វើឥឡូវគឺឆ្អិន100%ហើយរសជាតិក៏ឈ្ងុយឆ្ងាញ់